ប្រស័យហនុជាក្រុមធំបង្អស់នៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាជាក្រុមដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1964ដែលការបង្កើតក្រុងប្រស័យហនុគឺដើម្បីរំលឹកដល់ស្នាដៃរបស់ព្រះបាទនរោត្តមសីហនុដែលមានឈ្មោះដើមមុនឆ្នាំ1964គឺកំពង់សោមប្រស័យហនុជាទីក្រុងកំពង់ផែសមុទ្រធំបង្អស់នៅឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្ថិតនៅពាក់កណ្ដាលចន្លោះប្រទេសថៃនិងប្រទេសវៀតណាមរូបតោតំណាងអំណាចព្រះមហាក្សត្រនៃប្រទេសកម្ពុជានិងជាតំណាងនៃទីក្រុងព្រះសីហនុខេត្តព្រះសីហនុជាទីកន្លែងមួយដែលល្បីល្បាញក្នុងប្រទេសកម្ពុជាដោយសារតែជាខេត្តដែលមានកោះជាច្រើនដែលស្រស់ស្អាតនិងសមុទ្រដ៏ទាក់ទាញជាកន្លែងសម្រាប់សម្រាកលំហែមួយដ៏ល្អឥតខ្ចោះដែលទេសចរអាចជិះទូកតាមព្រែកមើលព្រៃកោងកាងលិចទឹកនិងទស្សនាសត្វស្លាបជាច្រើនប្រភេទនៅតាមតំបន់ព្រែកទឹកសាបស្រុកព្រៃនំយ៉ាងវិញទៀតវាបានក្លាយជាក្រុងអភិវឌ្ឍន៍យ៉ាងរហ័សបំផុតនៅកម្ពុជាក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះដោយសារតែការវិនិយោគអន្តរជាតិសំខាន់រួមមានអគារខ្ពស់កាស៊ីណូសណ្ឋាគារអន្តរជាតិនិងវិស័យពាណិជ្ជកម្មដ៏រីកចម្រើនវិស័យគមនាគមន៍ក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ផងដែរដែលក្នុងនោះរួមមានផ្លូវថ្មីស្ថាបត្យកម្មអគារប្រកបដោយសន្តិសុខគម្រោងអភិវឌ្ឍលំនៅឋានរោងរដ្ឋាភិបាលបានជំរុញឲ្យមានការប្រកួតប្រជែងក្នុងវិស័យសំណង់ពាណិជ្ជកម្មនិងទេសចរណ៍